តគ្នា នឹងមកចែកម្លែកមួយនឹងហើយបងប្អូនដែលទូរស័ព្ទអាសាគ្រឿងតឹងហើយនឹងរៀងដើរយឺតដើរគៀងពេលខ្លះអញ្ចឹងបងប្អូនហើយមានកម្មវិធី3ដែលស៊ីទីកន្លែងហើយផ្ទុកទិន្នន័យច្រើនជាងគេបងប្អូនត្រូវចូលមកលុបសិនណាហ្នឹងហើយទី1បងប្អូនចូលលើការកំណត់យើងមកបងប្អូនហ្នឹងហើយប៉ះលើការកំណត់មួយមកដើម្បីចូលទៅលុបសម្រាប់នៅក្នុងកម្មវិធីដែលធំហ្នឹងហ្នឹងហើយទី1កម្មវិធីទី1គឺ Telegram បងប្អូនទី2គឺFacebook ទី3គឺអឺ TikTok បងប្អូនហ្នឹងហើយកម្មវិធី3ហ្នឹងគឺស៊ីទិន្នន័យច្រើនជាងគេមែនទែនហើយសម្រាប់ក៏ច្រើនជាងគេដែរបើមិនបងប្អូនអត់លុបវាធ្វើឲ្យទូរស័ព្ទបងប្អូននោះរាងគៀងរាងដើរយឺតអញ្ចឹងណាហ្នឹងហើយតោះចូលមើលមកបងប្អូនប៉ះលើនឹងមួយមកពឹបមកបងប្អូនអូសលើមកមករកពាក្យថាកម្មវិធីបងប្អូនណាហ្នឹងហើយមករកពាក្យថាកម្មវិធីនេះខ្ញុំធ្វើលើ Samsung បងប្អូនបើទូរស័ព្ទផ្សេងបងប្អូនមើលអត់ឃើញធ្វើតាមអត់កើតបងប្អូនជួយ comment ប្រាប់ផងហ្នឹងហើយអូខេប៉ះលើកម្មវិធីនឹងមកវានឹងបង្ហាញកម្មវិធីជាច្រើនបងប្អូនណាហ្នឹងហើយដល់អញ្ចឹងអូសរកម្មវិធីទាំង3ទាំងមកបងប្អូនហ្នឹងហើយអូសមកសម្អាតកន្លែងហ្នឹងបានអស់ល្អបងប្អូនណាហ្នឹងហើយបានស្អាតល្អហើយធ្វើឲ្យគ្រឿងទូរស័ព្ទយើងដើរលឿនហើយកម្មវិធីហ្នឹងពេលយើងចុចចូលទៅវាដើរលឿនតែម្ដងហ្នឹងហើយដើរលឿនតែម្ដងអូខេបងប្អូនហ្នឹងហើយតាមមកកម្មវិធីខ្ញុំច្រើនពេកហ្នឹងហើយរត់ចង់ឃើញទី1ឡើងខ្ញុំចង់ឲ្យបងប្អូនលុបនៅលើ Facebook សិនបងប្អូនណាហ្នឹងហើយ Facebook ក៏ដល់ពេលវាពេញសម្រាប់ច្រើនពេកវាគៀងដែរបងប្អូនណាហ្នឹងហើយអញ្ចឹងយើងប៉ះលើ Facebook យើងមកប៉ះលើ Facebook នឹងមួយមកប៉ះលើ Facebook ហើយបងប្អូនអូសលើឬហើយបងប្អូនមករកពាក្យថាឃ្លាំងផ្ទុកណាឃ្លាំងផ្ទុកនេះបងប្អូនប៉ះនឹងមកឬហើយបងប្អូនលុបសម្រាប់មួយចោលទៅហ្នឹងហើយលុបសម្រាប់មួយមកជំរះគេថាជំរះឃ្លាំងសម្ងាត់ណាបងប្អូនចុចអញ្ចឹងមកនេះវាឃើញឡើង0លើនេះអូខេវាឡើងមក0ហើយដល់អញ្ចឹងសម្រាប់ដែលយើងធ្លាប់លេងប្រចាំថ្ងៃហ្នឹងវាត្រូវលុបបាត់ហើយតែអាខាងនេះបងប្អូនហាមលុបឲ្យសោះណាហ្នឹងហើយខាងនេះហាមលុបឲ្យសោះហ្នឹងហើយព្រោះអីបើសិនបងប្អូនចាំលីកូដចាំ Gmail បានបងប្អូនលុបចុះហ្នឹងហើយកន្លែងហ្នឹងលុបចុះព្រោះអីវាជួយបានខ្លាំងមែនទែនកន្លែងហ្នឹងសំខាន់កន្លែងហ្នឹងខ្លាំងមែនទែនតែបើសិនបងប្អូនចាំ Gmail ចាំលីកូដអត់បានមិនប៉ះទៅកន្លែងហ្នឹងណាបងប្អូនអញ្ចឹងយើងចុចថយមកខាងលើនេះថយមកចូលថយមកអស់ទៀតមកមើលកម្មវិធីទៀតបងប្អូនមកចូលមកលើ Telegram ម្ដងហ្នឹងហើយសំខាន់ហ្នឹងហើយ Telegram ហ្នឹងគឺស៊ីច្រើនជាងគេដែរសម្រាប់ច្រើនជាងគេដែរ Telegram ហ្នឹងបងប្អូនឥឡូវខ្ញុំរក Telegram ទៅកម្មវិធីខ្ញុំច្រើនមែនទេបងប្អូនណាអាចជាចំណាយពេលបងប្អូនយូរអូខេនេះ Telegram និង TikTok នៅសល់2នឹងទៀតហ្នឹងអាហ្នឹងគឺស៊ីសម្រាប់ច្រើនជាងគេហ្នឹងហើយសម្រាប់កក់ច្រើនជាងគេព្រោះកម្មវិធីទាំងពីរហ្នឹងវាផ្ទុកសម្រាប់រហូតហ្នឹងហើយប៉ះ Telegram យើងមករួចអូសលើមកបងប្អូនអូសលើមករកខ្ញុំផ្ទុកអត់ដែរហ្នឹងហើយប៉ះលើនឹងមកហើយជំរះគ្រឿងសម្ងាត់មកនេះខាងឡើង0នេះបងប្អូនរួចចុចថយវិញមកចូល TikTok ម្ដងបងប្អូនប៉ះលើ TikTok មកអូសលើមកដូចគ្នាបងប្អូនធ្វើដូចគ្នាធ្វើដូចគ្នាហ្នឹងបើបងប្អូនធ្វើគ្រប់កម្មវិធីកាន់តែល្អហ្នឹងហើយព្រោះអីសម្រាប់យើងលេងវាកម្មវិធីណាលេងច្រើនជាងគេកម្មវិធីហ្នឹងសម្រាប់ច្រើនជាងគេបងប្អូនហ្នឹងហើយចុចអញ្ចឹងហើយបងប្អូនអូសចំមក3កម្មវិធីហ្នឹងគឺមានន័យថាវាល្អ